សួស្តីអ្នកទាំងអស់គ្នាខ្ញុំសុភ័ក្រតែអ្នកទាំងអស់គ្នាជឿខ្ញុំដែរទេបើខ្ញុំប្រាប់ថាថាមពលនៅលើផែនដីភាគច្រើនបានមកពីព្រះអាទិត្យរួមទាំងថាមពលវារីអគ្គិសនីនិងថាមពលខ្យល់ស្ដាប់ទៅដូចមិនគួរឲ្យជឿគេដាក់បន្ទះសូឡានៅគ្រប់ទីកន្លែងមែនមិនមែនទេតាមពិតទៅប្រព័ន្ធថាមពលទាំងនោះមិនចាំបាច់ប្រើបន្ទះសូឡាទេវាទាញយកថាមពលពន្លឺព្រះអាទិត្យហ្នឹងតាមទម្រង់ផ្សេងៗដែលអាចខុសទៅនឹងអ្វីដែលអ្នកទាំងអស់គ្នាធ្លាប់គិតថ្ងៃនេះយើងនឹងទៅមើលថាហេតុអីបានជាថាមពលស្ទើរតែជុំវិញខ្លួនយើងទាំងអស់មានដើមកំណើតមកពីព្រះអាទិត្យដំបូងយើងចាប់ផ្ដើមអាស៊ូរិនគេបង្អស់គឺថាមពលពន្លឺព្រះអាទិត្យដែលប្រើបន្ទះសូឡាដោយដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យឲ្យផ្ទាល់ហើយបំលែងវាទៅជាថាមពលអគ្គិសនីពិតជាសាមញ្ញនិងងាយស្រួលយល់ប៉ុន្តែបន្ទះសូឡាមិនមែនជាអ្នកចាប់ផ្ដើមដំបូងគេទេដែលស្រូបពន្លឺព្រះអាទិត្យឲ្យផ្ទាល់អញ្ចឹងគឺពួក Cyanobacteria តូចៗនៅក្នុងមហាសមុទ្រទេដែលបានធ្វើអញ្ចឹងយូរណាស់មកហើយប្រហែលជាង3000លានឆ្នាំមុនហើយក្រោយមកពួករុក្ខជាតិក៏វិវត្តទៅចេះប្រើវិធីស្រូបពន្លឺព្រះអាទិត្យអញ្ចឹងដូចគ្នាពួកសត្វល្អិតតូចៗក្នុងសមុទ្រនិងរុក្ខជាតិធ្វើរស្មីសំយោគដោយស្រូបយកពន្លឺព្រះអាទិត្យមកប្រើប្រាស់ដើម្បីបំលែងទឹកនិងឧស្ម័នកាបូនិកទៅជាស្ករដើម្បីលូតលាស់និងសម្រាប់រុក្ខជាតិបង្កើតផ្លែផ្កាបើយើងនិយាយចំទៅរាល់ដើមឈើស្លឹកនិងស្មៅនៅលើផែនដីគឺសុទ្ធតែជាថ្មផ្ទុកថាមពលពន្លឺព្រះអាទិត្យដែលមានជីវិតទាំងអស់អញ្ចឹងនៅពេលអ្នកទាំងអស់គ្នាពិសាផ្លែឈើបាយឬស្ពៃគ្រប់ប្រភេទគឺដូចអ្នកទាំងអស់គ្នាកំពុងពិសាអាហារដែលផ្ទុកថាមពលពន្លឺព្រះអាទិត្យអញ្ចឹងសូម្បីតែនៅពេលបរិភោគសាច់ក៏ដោយជាក់ស្ដែងដូចសាច់គោព្រោះថាគោស៊ីស្មៅក៏ផ្ទុកពន្លឺព្រះអាទិត្យដែរអញ្ចឹងដូចជាអ្នកទាំងអស់គ្នាទទួលថាមពលពន្លឺព្រះអាទិត្យដែលឆ្លងកាត់ការបំលែងច្រើនតង់អញ្ចឹងបើអញ្ចឹងតាមបច្ចេកទេសយើងទាំងអស់គ្នាសុទ្ធតែបានថាមពលពីពន្លឺព្រះអាទិត្យគ្រាន់តែយើងអត់មានបន្ទះសូឡាដាក់នៅលើក្បាលតោះយើងទៅមើលថាមពលមួយទៀតដែលមើលទៅវាដូចអត់មានតាក់ទងអីជាមួយនឹងថាមពលឬព្រះអាទិត្យគឺថាមពលខ្យល់អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឃើញវាពីមុនមកហើយកង្ហារខ្យល់ធំៗដែលទាញយកថាមពលខ្យល់មកបង្វិលទូប៊ីនដើម្បីបង្កើតថាមពលអគ្គិសនីតែអ្នកទាំងអស់គ្នាដឹងទេថាតើអីគេដែលធ្វើឲ្យខ្យល់បក់នៅលើផែនដីគឺកម្ដៅដែលធ្វើឲ្យមានភាពខុសគ្នានៃសម្ពាធខ្យល់ក្ដៅភាយទៅលើខ្យល់ត្រជាក់ចុះមកក្រោមហើយខ្យល់ត្រជាក់ហ្នឹងក៏អាចចូលទៅជំនួសកន្លែងខ្យល់ក្ដៅដែលភាយឡើងទៅលើដែរចលនាខ្យល់នេះបង្កើតទៅជាចរន្តខ្យល់បក់ដល់កន្លែងហ្នឹងមានសំណួរសួរមួយទៀតហើយតើអីគេដែលធ្វើឲ្យមានកម្ដៅសាក់ទីមើលប្រកាសហើយគឺជាព្រះអាទិត្យផ្ដល់កម្ដៅដល់ផែនដីមិនស្មើគ្នាទេវាអាស្រ័យទៅលើទីតាំងនិងពេលវេលាដូចជានៅអេក្វាទ័រឬនៅប៉ូលនៅលើដីឬនៅលើសមុទ្រនិងពេលថ្ងៃឬក៏ពេលយប់ព្រោះអញ្ចឹងហើយលើក្រោយពេលដើរហើយមានអារម្មណ៍ថាខ្យល់បក់មកប៉ះមុខរបស់យើងគួរតែនឹកឃើញថាព្រះអាទិត្យកំពុងផ្លុំខ្យល់ដាក់មុខយើងហើយសរុបមកថាមពលខ្យល់ហ្នឹងក៏បានមកពីព្រះអាទិត្យដែរគ្រាន់តែឆ្លងកាត់ច្រើនដំណាក់កាលតែប៉ុណ្ណោះបន្ទាប់មកទៀតយើងនិយាយពីវារីអគ្គិសនីដែលប្រើទឹកហូរចូលទៅក្នុងទំនប់ហើយបង្វិលទូប៊ីនដើម្បីបង្កើតថាមពលអគ្គិសនីដល់ហើយនេះយើងមានសំណួរមួយទៀតចុះអីគេដែលធ្វើឲ្យមានចរន្តទឹកហូរយើងដឹងហើយថាទឹកហូរពីលើចុះមកក្រោមពីកន្លែងខ្ពស់ទៅកន្លែងទាបដោយសារទំនាបផែនដីចុះយើងមានឆ្ងល់ទេថាចុះអ្នកណាយកទឹកឡើងទៅលើប្រកបណាស់គឺព្រះអាទិត្យព្រះអាទិត្យកម្ដៅទឹកនៅក្នុងមហាសមុទ្រទន្លេនិងបឹងបួដែលបណ្ដាឲ្យវាហួតឡើងទៅលើคล้ายទៅជាពពកក្រោយមកវាคล้ายទៅជាភ្លៀងធ្លាក់ពីលើភ្នំនិងខ្ពង់រាបនានាហើយត្រៀមខ្លួនរួចជាស្រេចដើម្បីហូរចុះមកវិញពេលវាហូរចុះមកយើងទាញយកថាមពលពីវាដោយទំនប់វារីអគ្គិសនីដូច្នេះពេលដែលអ្នកទាំងអស់គ្នាឃើញទំនប់វារីអគ្គិសនីសូមអរគុណព្រះអាទិត្យផងព្រោះថាព្រះអាទិត្យជាអ្នករែកទឹកឡើងទៅលើភ្នំឲ្យយើងថាមពលបន្ទាត់ប្រហែលជាអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលជាងគេគឺឥន្ធនៈហ្វូស៊ីលដូចជាប្រេងឥន្ធនៈជូងថ្មនិងឧស្ម័នធម្មជាតិគេប្រើប្រាស់ពួកវាដើម្បីផ្ដល់ថាមពលដល់ឡានម៉ូតូនិងរោងចក្រអគ្គិសនីអីជាដើមតាមពិតទៅពេលដែលយើងប្រើប្រាស់ថាមពលវាដូចជាយើងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យចឹងព្រោះថាដើមកំណើតរបស់ថាមពលទាំងហ្នឹងគឺបានមកពីពន្លឺព្រះអាទិត្យដែរចុះវាបានមកពីពន្លឺព្រះអាទិត្យយ៉ាងដូចម្ដេចតោះខ្ញុំប្រាប់រាប់រយលានឆ្នាំមុនតាំងពីមុនជំនាន់ដៃណូស័រមកម្លេះរុក្ខជាតិនិងសត្វតូចៗក្នុងមហាសមុទ្របានស្រូបយកពន្លឺព្រះអាទិត្យហើយធ្វើរស្មីសំយោគដើម្បីលូតលាស់និងរស់រានមានជីវិតនៅពេលដែលពួកវាស្លាប់ពួកវាបានកប់នៅក្រោមស្រទាប់ផែនដីពីមួយស្រទាប់ទៅមួយស្រទាប់ហើយយូរទៅសម្ពាធនិងកម្ដៅក្នុងស្រទាប់ផែនដីបានប្រែក្លាយពួកវាទៅជាធ្យូងថ្មប្រេងឥន្ធនៈនិងឧស្ម័នធម្មជាតិដូច្នេះនៅពេលដែលយើងដុតឥន្ធនៈហ្វូស៊ីលយើងកំពុងបញ្ចេញថាមពលពន្លឺព្រះអាទិត្យពីបុរាណដែលជាថាមពលដែលជាប់នៅក្នុងដីតាំងពីយូរលង់ណាស់មកហើយនៅពេលដែលអ្នកទាំងអស់គ្នាក្រឡេកមើលជុំវិញខ្លួនយើងទៅតែអ្វីៗគ្រប់យ៉ាងដែលផ្លាស់ទីលូតលាស់និងបញ្ចេញពន្លឺនៅលើផែនដីទទួលថាមពលពីពន្លឺព្រះអាទិត្យទាំងអស់បើគ្មានព្រះអាទិត្យទេផែនដីនឹងត្រជាក់ងងឹតនិងគ្មានជីវិតជាពិសេស
អត់មាន YouTube អត់មាន TikTok ហើយអត់មានកាហ្វេញ៉ាំទេព្រះអាទិត្យមិនមែនគ្រាន់តែជាផ្កាយនៅលើមេឃរបស់យើងទេវាគឺជាចង្វាក់បេះដូងនៃថាមពលរបស់ភពផែនដីយើងទាំងមូលបើសិនជាយើងយល់ដឹងកាន់តែច្បាស់អំពីវានោះយើងនឹងអាចទាញយកថាមពលវាកាន់តែខ្លាំងដែលធ្វើឲ្យអនាគតរបស់យើងកាន់តែប្រសើរការយល់ដឹងកើតចេញមកពីការឆ្ងល់និងសួរសំណួរបើសិនជាយើងកាន់តែសួរអាចកំបាំងរបស់សកលលោកនឹងបង្ហាញខ្លួនបន្តិចម្ដងអញ្ចឹងយើងគួរតែបន្តការសួរសំណួរជានិច្ចសូមអរគុណសូមអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe និង Comment ខាងក្រោមជប់ខ្ញុំមានរឿងបន្ថែមចង់ប្រាប់យើងសល់ពីថាមពលទៀតថាមពលនៅក្នុងផែនដីដែលគេហៅ geothermal និងថាមពល nuclear តើវាបានថាមពលពីព្រះអាទិត្យដែរអត់ទេពួកវាមិនបានថាមពលពីព្រះអាទិត្យទេកម្ដៅនៅក្នុងផែនដីកើតឡើងដោយសារសារធាតុវិទ្យុសកម្មនិងការប៉ះទង្គិចនៃថ្មនិងអង្គធាតុផ្សេងៗពេលដែលផែនដីចាប់ផ្ដើមកកើតអញ្ចឹងផែនដីយើងដូចមានម៉ាស៊ីនកម្ដៅផ្ទាល់ខ្លួនអញ្ចឹងដែលថ្មរបស់វាប្រើបានរាប់ពាន់លានឆ្នាំចុះថាមពល nuclear វិញថាមពល nuclear បានថាមពលពីសារធាតុអ៊ុយរ៉ាញ៉ូមដែលបានកកើតឡើងដោយផ្កាយបុរាណផ្ទុះ supernova មុនពេលដែលព្រះអាទិត្យយើងកកើតផងអញ្ចឹងព្រះអាទិត្យយើងមិនអាចយកគុណសម្បត្តិសម្រាប់រឿងនេះទេបាយ